បាទរុនសុស្ដីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមលើកយកអំពីផលប្រយោជន៍នៃការធ្វើលំហាត់ប្រាណដែលបងប្អូនខ្លះគាត់អៀនខ្មាស់ផងក្នុងការធ្វើលំហាត់ប្រាណនេះបាទអញ្ចឹងយើងមិនគួរមានភាពអៀនខ្មាស់ទេព្រោះអីលំហាត់ប្រាណមានផលប្រយោជន៍ច្រើនណាស់តើវាមានផលប្រយោជន៍យ៉ាងម៉េចខ្លះបាទទីមួយគឺពង្រឹងនៅគុណភាពបេះដូងសរសៃឈាមរបស់យើងជួយសម្រកទម្ងន់ជួយដុតកាឡូរីកុំឲ្យវាសេសសល់ទៅជាខ្លាញ់រុំសរសៃឈាមឲ្យយើងហ្នឹងបាទបង្កើនភាពមាំមួននៃសាច់ដុំនិងឆ្អឹងបាទជួយឲ្យយើងគេងលក់ស្រួលជួយកាត់បន្ថយជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺមហារីកមួយចំនួនផងដែរបាទហើយការធ្វើលំហាត់ប្រាណបាទទៀងទាត់ហ្នឹងវាជួយបញ្ចេញនៅអុកម៉ូនអង់ដូហ្វីនដែលជាអុកម៉ូនមួយធ្វើឲ្យយើងមានអារម្មណ៍រីករាយកាត់បន្ថយ stress និងមានជំនឿជាក់លើខ្លួនឯងផងដែរអញ្ចឹងបងប្អូនចូលរួមធ្វើលំហាត់ប្រាណទាំងអស់គ្នាកុំមានការអៀនខ្មាស់បាទចូលចិត្តលំហាត់ប្រាណបែបណាយើងធ្វើបែបហ្នឹងទៅបាទហើយធ្វើឲ្យទៀងទាត់ជាប្រចាំបាទយ៉ាងហោចក៏បាន30នាទីអីដែរក្នុងមួយថ្ងៃបាទដើម្បីសុខភាពរបស់យើងនិងបង្ការនៅជំងឺបាទហានិភ័យនៃជំងឺបាទធ្ងន់ធ្ងរមួយចំនួនហើយជាពិសេសបច្ចុប្បន្ននេះយើងដឹងហើយថាទាំងអាហារទាំងអីយើងគឺមានជាតិគីមី